Ok, ngay sự đây rồi, nếu chẳng ngày này cứ dương một thôi ca về phía từ lửa tí xa miền tích thật ta tí xa miền hồi dương ta đó này dân ca về phía bởi dương cứ dương mơ tại chúng nó miền mù tháng thom mà đấy là mấy anh là lái được dương chia co mới thật xa đó này có mấy này rồi thì rong chăm dưới dương châu mơ tại đó thật ta xá vì đà đó này dương mơ trong ngàyนี้dương khơi tha bờ sân chỉ dương cái lệch từ mơ từ ly time frame trong ngàyนี้វិញដំឡៃគឺមិនទាន់មានរូបភាពជាក់លាក់ទេតែបើសិនជាប្រៀបធៀបជាមួយនឹងការពីម្សិលមិញយើងឃើញថាមាសបានធ្វើការរុញច្រានឬក៏កម្លាំង bearish ឬក៏កម្លាំងអ្នកលក់ហ្នឹងគឺបានធ្វើការរុញមកគូសំដែរដែលអាចធ្វើឲ្យកម្លាំងអ្នកលក់ហ្នឹងមានការខ្លាំងបដោះអាសន្នសិនពីព្រោះសារមួយមាសបច្ចុប្បន្នរឿងលក់មួយវាមិនសូវមានទេវាចេះតែមានរឿងទិញឯងមានតែចោះគឺមានគេទិញថែមតែយើងឃើញថាកាលពីថ្ងៃទី2020ម៉ាននេះខ្ញុំសុំមើលច្បាស់ឲ្យសិន22 23 24ហ្នឹងហើយអ្នកនរគ្នាថ្ងៃ24អញ្ចឹងយើងឃើញថាថ្ងៃទី22 23គឺកម្លាំងលក់សុទ្ធ2ថ្ងៃនេះកម្លាំងលក់សុទ្ធឥឡូវយើងកលេចទៅមើល4ម៉ោងយើងមើល daily យើងឃើញថាផ្សារគឺនៅ up trend ឡើយទេបើសិនជាអ្នកនរគ្នាកលេចទៅមើល EMA 50ឥឡូវយើងបើក EMA 21ទៀត yes EMA 21ហើយនឹង EMA 50 EMA 21នៅតែរក្សាចំណុចនៅខាងលើ EMA 50អញ្ចឹងវានៅតែបង្ហាញពីរូបភាពup trend បិទវិញកុំឲ្យញ៉ៃដាក់តែ50បានហើយ time frame 4ម៉ោងបានបង្ហាញពីការចុះមកខាងក្រោមបើនិយាយមើលទៅនេះវាដូច head and shoulder តែខ្ញុំអត់ដឹងថាវាគួរតែអាចទៅរួចអត់ទេតែបើតាមមើលផ្សារហ្នឹងមិនទាន់ហ៊ាននិយាយថាវាអាចឡើងទៅលើទៀតទេព្រោះបើយើងនិយាយពីចំណុចត្រង់នេះវាទៅជា liquidity បាត់ហើយអ្នកម្ដុំនេះវាទៅជា liquidity ព្រោះផ្សារឡើយនេះមានគេទិញតែទិញលើកទី2អញ្ចឹងជឿខ្ញុំគ្មានណាគេឲ្យយើងចំណេញម្ដងមួយហើយម្ដងលើកទី2គេមិនឲ្យយើងចំណេញញឹកញាប់ដល់ថ្នាក់ហ្នឹងឯងបើមិនយើងនិយាយទៅលើ pattern វិញអានេះគឺ form ជាមក head and shoulder មកគាត់ចេញ style គឺ head and shoulder មកគ្រាន់តែថាវាធ្លាក់លើអ្វីដែលយើងទៅអ្វីដែលយើងឃើញអត់4ម៉ោងយើងឃើញថាតម្លៃគឺកំពុងតែនៅតែបន្តអាចមានឱកាសឬក៏យើងមិនថាមានឱកាសទេវាព្យាយាមនៅក្នុងការឡើងដែរមើលទៅលើ time frame 1ម៉ោងយើងឃើញថា EMA 50បានធ្វើការពាត់នៅខាងលើដែលបង្ហាញថាផ្សារនេះគឺវានៅសម្ពាធអ្នកលក់តែបើសិនជាមើលទៅសួរថាខ្ញុំអាចធ្វើការលក់អត់ពិបាកថាមែនទែនដោយសារតែបើយើងមើលកលេចមើល30នាទីបើសិនយើងកលេចមើល30នាទីវិញផ្សារនេះដូចជាចង់ sideways អស់រយៈពេលជាង8ម៉ោងទៅវិញទៅមកអត់ល្អសោះឥឡូវយើងនិយាយចំណុចសំខាន់សារនឹងវាអាចទៅណែបើយើងមើលទៅតាម email ឃើញថា email គឺស្ថិតនៅខាងក្រោមដែលបង្ហាញថា market នេះគឺ strong ទៅលើ uptrend ផ្នែកខាងក្រោមនេះគឺអត់ទាន់បានធ្វើការ reverse ទេអញ្ចឹងបង្កើតឲ្យមានចំណុចត្រង់នេះគឺបង្កើតឲ្យមាន liquidity អញ្ចឹងបើសិនជាផ្សារចង់បន្ត push ឡើងទៅលើផ្សារអាចធ្វើការយកនៅចំណុចខាងក្រោមដើម្បីបន្តឡើងទៅខាងលើទៀតអានេះខ្ញុំនិយាយហេតុការណ៍ទី1មុនវាអាចឡើងលើបានចុះមកខាងក្រោមសិនខាងក្រោម0នេះវាចាប់ដើមឡើងហើយវាអាចធ្វើការឡើងទៅលើវិញហេតុផលទី2វាអត់ចុះមកអញ្ចឹងទេវាអត់ clear liquidity ទេវាអាចនឹងត្រូវឡើងតែម្ដងហើយបើសិនជាសួរថាបើសិនជាត្រូវឡើងតែម្ដងវាទៅយកចំណុចដែរវាអាចនឹងទៅបង្កើត high ថ្មីហើយចំណុចដែលវាអាចទៅដល់គឺថានៅត្រង់ key support មួយនេះ key support មួយនេះទៅផ្សារនឹងទៅដល់បើយើងមើលលើ30នាទីនៃ key support អញ្ចឹងបើសិនជាអាចនឹងទៅដល់ចំណុច key support នឹងហើយផ្សារអាចនឹងចាំចុះមកយកខាងក្រោមវិញឬក៏យ៉ាងម៉េចអានេះយើងអត់ទាន់ដឹងព្រោះយើងមិនអាចនិយាយ predict ទុកមុនទេខ្ញុំនិយាយហេតុការណ៍2ហេតុការណ៍ទី1បើសិនជាផ្សារអាចឡើងទៅបានលុះត្រាតែផ្សារចុះមកខាងក្រោមនេះសិនហើយបានវាធ្វើការឡើងទៅតាមក្រោយហេតុការណ៍ទី2វាអាចនឹងឡើងទៅតែម្ដងហើយការឡើងទៅនឹងគឺអាចនឹងឡើងទៅសិនអាចទៅខាងក្រោមចាំយកពេលក្រោយឬក៏យ៉ាងណាយើងមិនទាន់ដឹងទេដោយសារតែរូបភាពនេះអាខាងក្រោមក៏មិនទាន់មកយកអាខាងលើក៏មិនទាន់ទៅយកតែ
best ទៅតាមផ្សារនៅក្នុងថ្ងៃនេះយើងមើលឃើញថាកម្លាំងអ្នកលក់គឺនៅតែខ្លាំងបើសិនជាយើងមើលតាំងពីព្រឹកមកយើងមើលម៉ោង7មកនេះម៉ោង7យើងឃើញម៉ោង7មក bullish គឺខ្លាំងគឺភូឡើងទៅរហូតតែឥឡូវមកដល់ត្រឹមនេះគឺតាក់សិនហើយក៏វាប្រងសាយវេតែយកអត់នៅវាទៅដែរឥឡូវយើងឃើញផ្នែកខាងក្រោមគឺមានការរក្សាតម្លៃស្មើថេងអត់ទៅណាទេឥឡូវយើងឃើញកម្លាំង buyer volume buy ចាប់ផ្ដើមចូលទៅតែមានក្តីសង្ឃឹមក្នុងការឡើងអត់ខ្ញុំអត់ច្បាស់ដូចគ្នាខ្ញុំឲ្យហេតុការវិញពីវាអាចនឹងធ្វើការឡើងតែប្រហែលជាវាត្រូវការ clear នៅចំណុចខាងក្រោមចុះសិនវាឡើងតាមក្រោយឬក៏វាអាចនឹងឡើងទៅតែម្ដងឥឡូវយើងចាំមើលទៅ volume វាបែបម៉េចអញ្ចឹងការវិភាគរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏ចង់ធ្វើការវិភាគជាតាមថ្ងៃខ្លះដែរប៉ុន្តែខ្ញុំអត់វិភាគរាល់ថ្ងៃយើងវិភាគតែ2ថ្ងៃម្ដងឬក៏3ថ្ងៃម្ដងអញ្ចឹងព្រោះថាវិភាគរាល់ថ្ងៃពេកវាទៅជារឿងច្រំដែររបៀបអញ្ចឹងវាសាំអូខេអរគុណច្រើនអ្នកនរ